តាមបណ្ដឹងទាំងអស់គ្នាគ្រប់ប្រខណ្ឌរាជរៀងលេខចិត្តសាស្ត្រពាក្យសម្ដីទាំងនេះកីឡាករផ្ដោតអារម្មណ៍ការប្រកួតមិនខ្វល់ពីការចូលឆ្នាំឧបត្ថម្ភដោយមីហិល7យ៉ាងកូរ៉េណូរសជាតិដើមពីប្រទេសកូរ៉េឆ្ងាញ់ជាប់ចិត្តលោកប៉ែបគ្រូបង្វឹករបស់ប្រខណ្ឌរាជរៀងបានលេងចិត្តសាស្ត្រខ្លាំងដោយប្រាប់យ៉ាងខ្លីទៅកាន់គុំក្រុមថាពិធីចូលឆ្នាំខ្មែរមានរៀងរាល់ឆ្នាំប៉ុន្តែឱកាសឆ្ពោះទៅកាន់ការប្រកួតវាផ្ដាច់ព្រាត់មិនមានច្រើននោះទេសម្រាប់ពួកគេថ្លែងក្រោយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកប៉ែបបានដឹងថាលោកពិតជាគោរពចំពោះភាពជាអាជីពរបស់គុនក្រុមរបស់លោកណាស់ពួកគេបានយល់ដឹងច្បាស់ពីភារកិច្ចនិងភាពជាអាជីពរបស់កីឡាករបាល់ទាត់ដូច្នេះហើយមិនមានបញ្ហាចោទអំពីរឿងចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះទេគ្រូបង្វឹកឆ្នាំរបស់ប្រខណ្ឌរាជរៀងខាងលើបានបន្ថែមទៀតថាមុនការប្រកួតមកដល់លោកក៏បានបញ្ជាក់អំពីរឿងចូលឆ្នាំនេះដែរថាចូលឆ្នាំខ្មែរគឺមានជារៀងរាល់ឆ្នាំយើងខានឆ្នាំនេះយើងអាចចូលរួមបាននៅឆ្នាំក្រោយៗទៀតបានប៉ុន្តែឱកាសទៅកាន់វគ្គផ្ដាច់ព្រាត់គឺមិនមានច្រើនសម្រាប់ពួកគេទេការលើកឡើងបែបនេះហើយទើបធ្វើឲ្យកីឡាកររបស់លោកបានផ្ដោតតែការបង្ខាត់ត្រៀមខ្លួនឲ្យបានល្អនិងផ្ដោតបំផុតនៅលើទីលានពិសេសពេលប៉ះជាមួយនឹងម៉ាដូរ៉ានៅជើងទី2លើទឹកដីឥណ្ឌូនេស៊ីសូមបញ្ជាក់ថាក្រុមបាល់ទាត់ប្រខណ្ឌរាជរៀងបានឡើងមកដល់វគ្គផ្ដាច់ព្រាត់ពីរង្វាន់ AFC Challenge League ហើយក្រោយឈ្នះលើក្រុមម៉ាដូរ៉ាយ៉ាងដែលធៀបនៅជើងទី1ទឹកដីប្រទេសកម្ពុជាក្នុងលទ្ធផល3-0និងជើងទី2ស្មើ3-3នៅលើទឹកដីឥណ្ឌូនេស៊ីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ